អបអសាទរស៊ូវីសានិងថមមីបានឃើញមុខទីយាតទី2ហើយជាកូនប្រុសមុខមាត់គួរឲ្យខ្លាញ់ណាស់បន្ទាប់ពីរងចាំរយៈពេល9ខែ10ថ្ងៃទីបំផុតតារាចម្រៀងស៊ូវីសានិងលោកថមមីបានឃើញមុខទីយាតទី2ហើយជាកូនប្រុសពោលគឺអ្នកនាងស៊ូវីសាបានសម្រាលកូនដោយសុវត្ថិភាពហើយដោយការវះកាត់នៅព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2025នេះតាមរយៈវីដេអូបង្ហោះលើ Facebook របស់លោកថមមីទទួលស្វាគមន៍កូនប្រុសទី2ពេញដោយក្តីរំភើបដែលកូនប្រុសរបស់លោកមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងដោយលោកនិងភរិយាបានដាក់ឈ្មោះឲ្យកូនប្រុសថាថងសាតារាពិសិដ្ឋហើយចាន់នេះក្នុងនោះលោកថមមីបានសរសេរសារភ្ជាប់ជាមួយវីដេអូស្វាគមន៍ទីយាតដំបូងយ៉ាងរំភើបថាស្វាគមន៍សមាជិកថ្មីកូនប្រុសប៉ាម៉ាក់កូនប្រុសថងសាតារាពិសិដ្ឋហៅអូនចាន់នេះកូនប្រុសទី1របស់ប៉ាម៉ាក់ចូលសម្រាប់ត្រៀមការថ្ងៃទី02ម្សិលមិញឥឡូវបានកើតហើយអូនកើតថ្ងៃទី3ខែ04ឆ្នាំ2025វេលាម៉ោង6:07នាទីព្រឹកនេះសូមអរគុណប្រពន្ធសម្លាញ់បានបង្កើតកូនប្រុសម្នាក់នេះមកជូនគ្រួសារយើងនេះជាការដូតធំធេងខ្លាំងនិងមានន័យសម្រាប់ជីវិតបងអរគុណកូនប្រុសបានចូលមកបំពេញជីវិតគ្រួសារយើងទន្ទឹមនឹងនោះដែរមហាជនក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើនកំពុងបងហាញការចូលរួមអបអរសាទរដល់លោកនិងភរិយាដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឲ្យខ្នាញ់រូបនេះផងដែរ